ទៅ advice mới chụp on trong giấy tha recommendation ta dương miền ấy chỉ ăn được xa khỏi sắc xa vì journal article nữa á miền ấy đại khái vì short education hay là defibrillator machine in public place nữa á public place miền public ta say không á trong cái agravirus khôngចាអាចពួកគាត់នឹងចុះទៅសមាគមចឹងទៅបរៀនឲ្យទៅបរៀនពួកគាត់ឲ្យគាត់យល់ដឹងពីការធ្វើ CPR អីលោកគ្រូទី1មិនអត់យល់ឲ្យប្រជាជនមានសមាគមទៅចុះបរៀនឲ្យសមាគមសង្គ្រោះបន្ទាន់អីចឹងណាចាចុះទៅបរៀនប្រជាជនឲ្យចេះធ្វើ CPR ណាចាអូខេអីទៀតអូនឲ្យសមាគមមានអីទៀតអនុសាសន៍អូនឯងទី2អាចមានវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍ឬក៏តាម social media អីលោកគ្រូវីដេអូផ្សព្វផ្សាយតាម social media ឬក៏ទូរទស្សន៍ទី3អីទៀតទី3អាចដាក់ជាភាសាឲ្យអាចផ្ដល់បរៀនដល់សិស្សលោកគ្រូបរៀនសិស្សនៅក្នុងសាលាឲ្យចេះឲ្យគេធ្វើអីឲ្យចេះធ្វើ CPR អូខេអីល្អតាចុះអូនឯងមិនទៅសេដាក់ក្នុងហ្នឹងពងឆ្ងល់ឬក៏ចាំឲ្យគ្រូសួរអីទៀតអូនទី4អីទៀតអាចគាត់អាសាចុះ mission នៅតាមខេត្តនៅតាមជនបទអីលោកគ្រូអូខេអីទៀតគ្រូបរៀនប៉ូលីសទាហានសន្តិសុខលក្ខណៈគួរតែទៅរៀនឬក៏គួរតែខាងក្រសួងឬក៏ខាងណាដែលគាត់មានសមត្ថភាពដើម្បីទៅ train ពួកគាត់ណាហើយគ្រូបរៀនសន្តិសុខទាហានប៉ូលីសពួកគាត់គួរតែត្រូវបានលើកទឹកចិត្តឲ្យរៀនតាក់ទងជាមួយនឹង basic life support ដូចជាការឆ្លក់គាំងផ្លូវដង្ហើមឆក់ខ្សែភ្លើងនិងគាំងបេះដូងលាក់ដើម្បីឲ្យពួកគាត់មិនដឹងពីរបៀបជួយសង្គ្រោះបឋមសង្គ្រោះបន្ទាន់ធ្វើ CPR ធ្វើអីឃើញទេសិតចំណុចល្អដែលអូនត្រូវនិយាយមែនទេខ្ញុំនិយាយត្រូវទេចាលោកគ្រូហ្នឹងហើយគ្រូបរៀនមិនថាកូនសិស្សទេណាគ្រូបរៀនក៏ត្រូវចេះដែរគ្រូបឋមគ្រូវិទ្យាល័យ non medical បើ medical អាហ្នឹងយើងលើកទឹកចិត្តត្រូវរៀនឲ្យចេះ non medical នៅសាលាមិនមែនពេទ្យគួរលើកទឹកចិត្តគ្រូសន្តិសុខប៉ូលីសទាហានឬក៏លក្ខណៈឲ្យលើកទឹកចិត្តឲ្យពួកគាត់រៀនពីដូចខ្ញុំជម្រាបប្រាប់មិញអញ្ចឹងហើយនឹងពីរបៀបប្រើ AED មិញហ្នឹងខ្ញុំនិយាយតែ basic life support ទេ AED ម្ដង AED គួរតែមាននៅគ្រប់សាលាគ្រប់មន្ទីរពេទ្យបាទគ្រប់ public place ដូចជានៅផ្សារទំនើបពលានយន្តហោះហ្នឹងហើយឬក៏នៅតំបន់ណាដែលមានប្រជាជនច្រើនគេប្រទេសដែលអភិវឌ្ឍមួយចំនួនដូចទៅតៃវ៉ាន់ដែលខ្ញុំធ្លាប់ទៅនៅស្ថានភាពមួយលំដាប់ផ្កាយ4ផ្កាយ5គេមាន AED ហ្នឹងដាក់នៅខាងក្រោមមួយច្រកពីមុខមួយច្រកខាងក្រោយមួយឃើញទេគេមាន2 3អញ្ចឹងកាលណាអ្នកជំងឺកាំងបេះដូងភ្លាមរាល់ថ្ងៃអូនឯងសិក្សាពីវាឃើញរស់ប្រហែល 10% 5% នៅអាស៊ីអញ្ចឹងទៅវាទាបអញ្ចឹងទាមទារឲ្យយើងចេះធ្វើ CPR ផង AED ទៅឆក់បេះដូងផងទៅអត្រារស់វាកើនឡើងហើយអញ្ចឹងឯងបាន study របស់ប្អូនថ្នាក់មុនគាត់ present នៅកាណាដាគេមាន drone ដឹក AED ទៅក្នុងក្រុងនិងតំបន់ដាច់ស្រយាលទៀតឃ
ឃើញទេក្រុមថ្នាក់អូនឯងឬក្រុមគេខ្ញុំមិនដឹងទេណាប៉ុន្តែកូនសិស្សខ្ញុំមួយក្រុមទៀតគាត់ present នៅកាណាដាមានគេ delivery AED តាម drone ទៀតឃើញទេអញ្ចឹងសរុបមកវិញ recommendation របស់អូនគឺខ្លីហើយនិយាយអត់អស់ទេតែខ្ញុំមិនទៅជាបញ្ហាអីធំដុំទេជួនកាលអូនអាចអានហើយតែវាមិនយល់មិនដល់អញ្ចឹងឯងបានត្រូវការគ្រូបរិញ្ញាគ្រូបកគោល mentor ដើម្បីបញ្យល់ប្រាប់បន្ថែមហ្នឹងហើយអញ្ចឹងអរគុណច្រើនអូនណាអរគុណ ចាលោកគ្រូអរគុណច្រើនលោកគ្រូ